14ចំណុចដើម្បីរក្សាផ្លូវចិត្តទី1មនុស្សគ្រប់គ្នាសុទ្ធតែមានស្នាមរបួសអ្នកមិនចាំបាច់ត្រូវតែល្អឥតខ្ចោះនោះទេគ្រាន់តែហ៊ានទទួលស្គាល់ភាពខ្ទេចខ្ទាំរបស់ខ្លួនឯងជាមុននោះជីវិតនឹងស្រាលជាងមុនឆ្ងាយ2សម្លឹងមើលពិភពលោកក្នុងផ្លូវល្អបន្តិចវាមិនមែនជាការបោកប្រាស់ខ្លួនឯងឲ្យមើលឃើញតែពណ៌ផ្កាឈូកទេតែវាជួយរារាំងអ្នកកុំឲ្យលិចលង់នៅក្នុងរឿងដដែលរហូតងើបមុខមិនរួច3រឿងរ៉ាវអាក្រក់ដែលអ្នកបានជួបវាប្រហែលជាមិនអាចឲ្យអ្នកត្រឡប់ទៅជាមនុស្សកាលពីមុនបានទេតែវាសាងឲ្យអ្នកក្លាយជាមនុស្សដែលរឹងមាំជាងមុនរាប់ដង4អតីតកាលជារឿងដែលមិនអាចកែប្រែបានឡើយឈប់វល់ឈប់ស្ដាយក្រោយហើយរៀនរស់ជាមួយបច្ចុប្បន្នភាពឲ្យបានល្អទើបអ្នកអាចចាប់ផ្ដើមមានអារម្មណ៍ល្អប្រសើរឡើងវិញ5សាកស្រមៃមើលខ្លួនឯងក្នុងទម្រង់មួយដែលល្អជាងមុនជាមនុស្សដែលញញឹមងាយជាងមុនរឹងមាំជាងមុននិងមានចិត្តស្ងប់ជាងមុនរូបភាពនេះហើយតែនឹងជួយទាញអ្នកឲ្យងើបឈរឡើងវិញ6រាល់ស្នាមរបួសដែលឆ្លងកាត់ជីវិតអ្នកមិនមែនមានត្រឹមតែសម្រាប់បំផ្លាញអ្នកនោះទេតែវាមានតួនាទីដំឡើងកម្រិតជីវិតអ្នកផងដែរ7បើអ្នកនៅតែមិនស្គាល់ខ្លួនឯងច្បាស់អ្នកនឹងគ្មានថ្ងៃអភិវឌ្ឍខ្លួនឯងយ៉ាងពិតប្រាកដឡើយត្រូវហ៊ានប្រឈមមុខជាមួយនឹងការពិតរបស់ខ្លួនឯងដោយមិនភូតកុហកខ្លួនឯង8ទម្លាប់អាក្រក់របស់ខ្លួនឯងគឺជាអ្វីដែលត្រូវកែប្រែតែមិនមែនតែតក់ក្រហល់រហូតដល់បាក់ស្បាតនោះទេគឺត្រូវតែកែប្រែដោយសន្សំដោយស្មារតីយល់ដឹង9អ្វីដែលជាចំណុចល្អនៅក្នុងខ្លួនអ្នកកុំបោះបង់វាចោលត្រូវពង្រឹងវាឲ្យដល់កម្រិតអតិបរមាព្រោះនោះហើយគឺជាអត្តសញ្ញាណពិតប្រាកដរបស់អ្នក10រឿងខ្លះមិនចាំបាច់ត្រូវតែចេះលេងដៃបើមិនដូច្នោះទេវានឹងតាមខំស៊ីអ្នកបែបនេះអស់មួយជីវិតមិនខាន11ការជាបាផ្លូវចិត្តទាមទារពេលវេលាវាមិនមែនជារឿងដែលចំណាយពេលត្រឹមតែមួយថ្ងៃឬពេលថ្ងៃនោះទេតែត្រូវជឿចោះថាលទ្ធផលរបស់វាគឺពិតជាមានតម្លៃស័ក្តិសមនឹងរាល់វិនាទី12កុំពន្យាពេលដោះស្រាយបញ្ហាកាលណាអ្នករត់តែរត់គេចវារត់តែតាមទាន់ដូច្នេះត្រូវចាត់ការវាឲ្យបានលឿនបំផុត13អ្នកត្រូវតែជាអត់ធ្មត់ឲ្យបានច្រើនបន្តិចព្រោះការផ្លាស់ប្ដូរខ្លួនឯងវាមិនមែនជារឿងងាយស្រួលឡើយ14ចុងក្រោយកុំភ្លេចផ្ដល់ពេលវេលារស់នៅសម្រាប់ខ្លួនឯងផងដើរលេងស្ដាប់ចម្រៀងមើលគុណស្ដាប់ធម៌និងសើចសប្បាយខ្លះព្រោះជីវិតមិនមែនកើតឡើងសម្រាប់តែពាក្យថាតស៊ូមួយមុខនោះទេ